ជីវិតរស់នៅធម្មតាអត់ចូលចិត្តទេតើអាកុហលកាហាយក្តិតបើនៅអានសុកអាម៉ោងដេកអត់គិតបកាច់ដេកឯណាគិតតែវិលមកដុំផ្សារទូតពូហ្នឹងហើយសង្ស័យអ្នកលក់ដាក់ស្នេហ៍ហ្មងនិយាយទៅចង់កើតជានាងផ្សារឥឡូវអ្នកលក់ស្គាល់ចង់គ្រប់គ្នាហ្នឹងឲ្យតែជិះចូលផ្សារដល់គេស្រែកសួរថាថ្ងៃហ្នឹងធ្វើអីខ្លះទាំងថ្ងៃខ្លះយើងគ្រាន់តែទិញម្ហូបធម្មតាសោះហ្នឹងក៏គេសួរអញ្ចឹងដែរហើយថ្ងៃនេះមិនដឹងជានឹកឃើញស្អីមកឃ្លានរបស់ដែរពិបាកមិនពិបាកធ្វើឯងពិបាកលៀងនិយាយមែនខ្ញុំក៏រត់ទិញវាស៊ីណាដោយសារវាពិបាកលៀងហេតុអីក៏អ្នកលក់គេអត់លៀងឲ្យយើងស្អាតហ្មងនោះអាហ្នឹងវាមកពីមូលហេតុអីអ្នកណាមានវិធីលាងមិនឲ្យលឿនជួយប្រាប់ខ្ញុំផងដើម្បីលើក្រោយខ្ញុំទិញមកកុំឲ្យពិបាកឈោររស់មួយអញ្ចឹងងាវតែកន្លះគីឡូឯណាគ្រាន់តែឈោរលាងឡើងអស់អារម្មណ៍ចង់ស៊ីនេះតែធ្វើមិនបើយើងនឹងវាឃ្លានដែរអញ្ចឹងមានធ្វើទៅមូលហេតុដែលឃ្លានដោយសារតែអូស Facebook ទៅវាឃើញគេធ្វើស៊ីពេកអញ្ចឹងយើងវាទ្រាំមិនបានហ្នឹងបើនិយាយពីអំបិលរបស់ខ្ញុំវិញគឺអត់សូវមានអំបិលទេមានតែម្ទេសច្រើនជាងហើយស្ករក៏អត់ដាក់ដែរដាក់តែប៊ីចេងព្រោះខ្ញុំអត់ចូលចិត្តញ៉ាំស្ករអត់ចូលចិត្តញ៉ាំរបស់ផ្អែមតែបើបងសម្ដីផ្អែមខ្ញុំចូលចិត្តពេលឃើញខ្ញុំដាក់ម្ទេសច្រើនណាមានអ្នកសួររហូតថាញ៉ាំកើតក៏អត់ដល់ពេលអញ្ចឹងខ្ញុំពិបាកឆ្លើយបដ វាមិនដែលមានអាណាធ្វើរបស់ដែលខ្លួនឯងស៊ីមិនកើតធ្វើអីរបស់យើងទិញមួយសោះប្រើលុយទិញអញ្ចឹងបើធ្វើឲ្យមិនស៊ីធ្វើទៅអីចាស្ដាយលុយណាស់អត់ចាក់ចោលទេនិយាយទៅតាំងពីដឹងក្តីមកគឺខ្ញុំស៊ីម្ទេសខ្លាំងមែនទេឥឡូវនេះវាថយហើយហ្នឹងដោយសារតែឈឺកាពះបានខ្ញុំស៊ីតែប៉ុណ្្នឹងគុំអីមិនប៉ុណ្្នឹងទេបើសួរថាស៊ីអញ្ចឹងហឹលក៏អត់ហឹលប៉ុន្តែវាមិនខ្លាំងណាមកធម្មតាសម្រាប់យើងប្រហែលមកពីខ្ញុំវាទ្រលាប់ស៊ីអញ្ចឹងតាំងពីទូចទៅមាត់ខ្ញុំវាស្ពឹកតែកាពះខ្ញុំអត់ខ្លាំងដូចមាត់ទេអន់ខ្លាំងណាស់ឲ្យតែស៊ីម្ទេសតិចតួចអីដឹងអាចុកបកាច់បកិនហើយប៉ុន្តែខ្ញុំអត់ឈប់ខ្ញុំសុកចិត្តបន្ថយបើឲ្យខ្ញុំឈប់ស៊ីហ្មងខ្ញុំធ្វើអត់បានទេអាងាវនឹងទៅរំបានស៊ីវែងឆ្ងាយដែរតាហើយ microwave អាធំវាខូចដល់ពេលអញ្ចឹងសល់តែទូចពិបាកអាំងប្រោយពេលនេះងាវរបស់ខ្ញុំបានឆ្អិនហើយខ្ញុំដាក់អាំងវាតាមបន្តិចនៅអាំងយូរទេដោយសារយើងស្រស់មួយសាយហ្នឹងតែពេលស្រស់ហ្នឹងក៏ខ្ញុំអត់ស្រស់យូរដែរខ្ញុំគ្រាន់តែចាក់ចូលភ្លុចហើយលើកវិញភ្លាមហ្មងសំខាន់ធ្វើងាវបានឆ្អិនហើយបើអត់បានស៊ីទៀតដោយសារតែកញ្ចក់វែងពេកកញ្ចក់ហ្នឹងចាញ់តែរឿងងាវមួយបើធ្វើអីផ្សេងអត់មានទើអីទេសំបីតែលៀងក្តិតអាចក៏អីដែរដាំបាយលៀងចានធ្វើការងារអីបានមកចោតអត់មានទើសោះមកទើត្រឹមអាងាវនឹងមួយចាញ់វាប្រយបើនិយាយពីបុកអំបិលពេលដែលយើងអាំងក្រៀមទាំងម្ទេសខ្ទឹមអីអញ្ចឹងទៅនិយាយពីថាឆ្ងាញ់ម្លេះបើបានស៊ីជាមួយបាយកកទៀតឆ្ងាញ់ស្លាប់កប់លូប៉ុន្តែយកឲ្យមានបាយកកមកពីណាហាបាយកកហ្នឹងបានតែស៊ីពេលថ្ងៃมันវាឆ្ងាញ់ហើយទៅតែស៊ីបានម៉ាត់ឯណាកាពះចាប់ដើមខ្ទោកទៀតហើយយប់ហ្នឹងគឺដឹងតែរីអាច 100% និយាយទៅគឺអញ្ចឹងរហូតឆ្ងាញ់តែមាត់ប៉ុន្តែកាពះមិនដែលឆ្ងាញ់ជាមួយទេមាត់អ្នកឆ្ងាញ់កាពះនឹងក្តិតអ្នករងគ្រោះអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងចប់ហើយបាយ